សួស្តីបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលចំការក្រោយផ្ទះខ្ញុំតើមានអ្វីខ្លះហើយម្យ៉ាងទៀតចង់បញ្ជាក់ប្រាប់បងប្អូនថារដូវនេះគឺរដូវត្រជាក់មកដល់ហើយអញ្ចឹងដំណាំខ្លះវាត្រូវងាប់ត្រូវស្វិតត្រូវស្រពោនបាទមើលចោះមើលល្ពៅបងប្អូនឃើញល្ពៅសល់តែផ្លែតូចមិនទាន់បានធំផងឥឡូវចូលខែត្រជាក់ងាប់ដើមអស់ហើយឥឡូវត្រូវតែបេះយកហើយបងប្អូនបាទបេះយកទៅស្លហូបវាដំណាំខ្លះក៏នៅឲ្យផលដំណាំខ្លះក៏លះលាចាកទៅវិញដែរវាព្រោះត្រជាក់មកដល់នេះទ្របទឹមក្តាប់បានប៉ុណ្ណឹងបងប្អូនមើលឥឡូវត្រជាក់មកស្វិតស្លឹកស្វិតដើមអស់ហើយបងប្អូនអើយបាទហើយមកបេះមើលអាណាដែលអាចបេះយកទៅស្លទៅហូបអីបានយើងបេះទៅបើណាតែថាมันកើតទុកវានៅនឹងដើមវិញបងប្អូនមើលនេះទ្របទៅបានប៉ុណ្ណឹងល្ពៅបាទហើយត្រឡប់នេះស្លឹកជ្រុះអស់ហើយបងប្អូនហើយឥឡូវដល់បេះផ្លែទៅហើយនៅល្អពេញប៉ោះតូចកំពុងតែល្អឲ្យស៊ូទៅចាប់ដើមមកមើលឥឡូវផ្លែមកប៉ុណ្ណឹងហើយឥឡូវដើមងាប់អស់ហើយសណ្ដែកអីមើលស្វិតអស់ហើយបងប្អូនបាទទៅចូលដល់រដូវត្រជាក់ហើយគឺដាំអីលេងបានហើយអាលឹកនេះក្តាប់សណ្ដែកពពាយនេះមើលទៅចាប់ផ្ដើមផ្លែចុងឆ្នាំឥឡូវចុងខែឥឡូវហ្នឹងវាស្វិតអស់ហើយបាទហើយពេញប៉ោះមិនដឹងមិនទេបងប្អូនដឹងវាត្រូវត្រជាក់ទៅត្រូវជាប្រេះអស់អញ្ចឹងទៅបាទពេញប៉ោះកំពុងតែផ្លែល្អបងប្អូនហើយឥឡូវហ្នឹងវាទុំតន់នេះបេះហើយបេះអាណាផ្លែល្អហ្នឹងបេះយកទៅចែកញាតិមិត្តយកទៅស្លម្ជូរស្លអីហូបទៅព្រោះខ្លួនឯងនេះវាហូបមិនតន់បាទវាច្រើនពេកពេញប៉ោះហ្នឹងចិត្តផ្លែច្រើនណាស់មើលនៅឥឡូវហ្នឹងនៅទាំងចង្កោមឡើយបងប្អូនមើលនេះបេះបានមកកញ្ច្រែងណាសិតតែពេញប៉ោះខ្ចីយកទៅស្លម្ជូរមិនដឹងយកទៅធ្វើស្អីមិនដឹងទេចាំមើលសិនបាទហើយយកទៅចែកនៅមិត្តក្រុមការងារដែលឆ្លប់មិត្តភ័ក្តិធ្វើការជុំគ្នាសណ្ដែកពូជនេះសណ្ដែកទុកពូជឆ្នាំក្រោយទៀតនេះសិតតែក្របពូជស្រាប់ឆ្នាំក្រោយបងប្អូននេះខ្ទឹម